ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើអង្កេតទឹកភ្នែកញ៉ាំថ្ងៃនឹងចូលឆ្នាំចិនបានទៅណាអង្កេតសើខ្លាំងពេកក៏ធ្វើអង្កេតទឹកភ្នែកញ៉ាំហ្មងទៅហើយនេះគឺជាគ្រឿងផ្សំរបស់យើងមានដូចជាតាសក់ខ្ទឹមសខ្ទឹមក្រហមស្ពៃបកគោហើយនឹងក្រូចឆ្មាហើយនឹងម្ទេសគ្រឿងផ្សំគោលរបស់យើងដែលសំខាន់ជាងគេនោះគឺបង្គានឹងឯងហើយមុខម្ហូបមួយនេះបន្លែរបស់យើងគឺខ្វះមុខគឺខ្វះកធំថេរណាពុកម៉ែបងប្អូនរដូវនេះមិនដឹងទៅរកកធំថេរណាទេព្រោះថាបកាទឹកភ្នែកឆ្ងាញ់នឹងអាកធំថេរនឹងឯងពុកម៉ែបងប្អូនហើយបកានឹងតាំងកពិតប្តីខ្ញុំក៏ទិញយកមកឲ្យកូននេះប៉ុន្តែខ្ញុំនេះលួចគេបាន4-10ក្រឹបយកមកធ្វើបកាទឹកភ្នែកញ៉ាំណាបងប្អូនកាពះពោះវៀនវាកាន់ត្រូវដាល់ហើយប៉ុន្តែខ្ញុំណែឲ្យតែរបស់អញ្ចឹងខ្ញុំមិនដែរឲ្យរំលងណាបងប្អូននិយាយថាឃ្លានខ្លាំងមែនទែនស្រក់ទឹកមាត់តែម្ដងបកានឹងខ្ញុំយកមកបកសម្បកពេលវាស្អាតយកអាចវាចាញ់មកណាបងប្អូនហើយយើងយកទៅលាងជាមួយនឹងទឹក3-4-10ទឹកចឹងមកបើសិនជាពុកម៉ែបងប្អូនមានទឹកសូដាក៏អាចលាងជាមួយនឹងទឹកសូដាក៏បានដែរយើងវះវាយកអាចវាស្អាតឆ្កឹះវាចឹងមកណាបងប្អូនបន្ទាប់ពីយើងលាងទឹក3-4-5ទឹកឲ្យស្អាតហើយគឺយើងយកវាមកត្រាំជាមួយនឹងទឹកកករបស់យើងចឹងមកណាបងប្អូនយើងត្រាំទឹកកកដើម្បីកុំឲ្យវាអន់សាច់អញ្ចឹងណាតែអន់សាច់គឺអត់ឆ្ងាញ់ទេហើយឥឡូវយើងមកចិតជាមួយនឹងចិត្តសបកខ្ទឹមចាញ់ណាខ្ទឹមក្រហមគឺខ្ញុំយកមកធ្វើខ្ទឹមបំពងខ្លួនឯងណាព្រោះថាទិញគេវាថ្លៃពេកអញ្ចឹងហើយយកមកធ្វើខ្លួនឯងទៅបានច្រើនហើយវាយូរមែនប៉ុន្តែយើងញ៉ាំបានច្រើនណាបើសិនជាអ្នកចូលចិត្តគឺខ្ទឹមបំពងគឺញ៉ាំច្រើនមែនទែនសម្រាប់ខ្ញុំខ្ទឹមបំពងខ្ញុំគិតថាឆ្ងាញ់ណាបងប្អូនព្រោះថាមួយមុខនេះបើអត់ខ្ទឹមបំពងគឺស្មើ0តែម្ដងតើតាមានខ្ទឹមបំពងអញ្ចឹងរឹតអែមខ្លាំងមែនទែនអញ្ចឹងហើយមានតាធ្វើមិនយូរទៅឲ្យតែបានញ៉ាំឲ្យតែមានខ្ទឹមបំពងណាបងប្អូនព្រោះថាទិញគេវាថ្លៃពេកអញ្ចឹងណាបងប្អូនហើយឥឡូវយើងចិត្តរួចរាល់ហើយគឺយើងមកប្រឡាក់ជាមួយនឹងម្សៅស្រួយរបស់យើងដើម្បីបំពងទៅឆាប់ស្រួយអញ្ចឹងណាហើយបន្ទាប់មកយើងដាក់ខ្លាញ់ឲ្យក្តៅហើយគឺយើងរយវាពីលើខ្លាញ់អញ្ចឹងមកណាបងប្អូនកូរវាអញ្ចឹងមកដើម្បីឲ្យវារៀងជាប់កុំឲ្យវាជាប់គ្នាណាបន្ទាប់មកក៏យើងទុកវាចោលចឹងមកណាពុកម៉ែបងប្អូនហើយឥឡូវវាឡើងរៀងកលាតក្រហមចឹងហើយណាយើងកូរវាតិចមកគឺយើងចាប់ផ្ដើមស្រង់វាចេញមកណាយើងដាក់កន្ត្រងស្រង់ឲ្យស្រក់ខ្លាញ់អស់បន្ទាប់មកគឺយើងមកបុកជាមួយនឹងទឹកត្រីកោះកុងរបស់យើងទឹកត្រីកោះកុងរបស់យើងទឹកត្រីធម្មតាទេពុកម៉ែបងប្អូនមានអីទៅពិបាកទេដាក់ពីចេងស្ករម្ទេសខ្ទឹមឲ្យតែសប់មកយើងបុកវាឲ្យម៉ត់មកក៏យើងបុកម៉ត់ហើយក៏យើងមកថែមជាមួយនឹងទឹកត្រីជាមួយនឹងម្ជូរក្រូចឆ្មាយើងនឹងឯងស្រឡាញ់ប៉ុណ្ណាដាក់ប៉ុណ្ណោះមកបន្ទាប់មកក៏យើងកូរវឹកវាមកណាពុកម៉ែបងប្អូនមើលតែជូរប្រៃផ្អែមហឹរដិតហើយអានឹងអែមអានឹងតបោះយើងហើយពុកម៉ែបងប្អូនទឹកត្រីបុករួចអស់ហើយក៏យើងចាប់ផ្ដើមមករៀបចំបន្លែដូចជាសាឡាត់តាសក់ហើយក៏យើងរៀបចាប់ផ្ដើមរៀបបកាជាជួរចឹងមកណាពុកម៉ែបងប្អូនរៀបរួចហើយក៏យើងបន្ថែមជាមួយនឹងខ្ទឹមបំពងហើយនឹងទឹកត្រីកោះកុងរបស់យើងណាហើយឥឡូវយើងមកបន្ទាប់ជាមួយនឹងសាឡាត់បកាហើយនឹងយើងដាក់ជាមួយនឹងខ្ទឹមបំពងហើយយើងបន្ថែមជាមួយនឹងទឹកត្រីដែលសែនឈ្ងុយឆ្ងាញ់របស់យើងនេះពុកម៉ែបងប្អូនអើយពីថាជាតិយ៉ាងណាទេពុកម៉ែបងប្អូនហើយឥឡូវវីដេអូនេះខ្ញុំសូមចាប់តែប៉ុណ្ណេះចាំជួបគ្នានៅវីដេអូ